អាយដាមជុនរិនស្ត្រីបរទេសដែលប៉ះសម្ដីល្បីក្នុងបណ្ដាញសង្គមមិនមែនជាជនជាតិថៃទេក្រោយល្បីករណីប៉ះសម្ដីរវាងក្រុមអ្នកសំអាងនិងស្ត្រីជនជាតិបរទេសម្នាក់អាយដាមជុនរិនអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានចាត់កម្លាំងចុះស្រាវជ្រាវទៅដល់សត្វថាគារក្នុងខណ្ឌបឹងកេងកងភ្លាមបើតាមស្នងការនគរបាលរាជធានីភ្នំពេញស្ត្រីបរទេសខាងលើមិនមែនជាជនជាតិថៃនិងមិនបានឆ្លុះប្រកែកពីរឿងសម្លៀកបំពាក់វប្បធម៌ដោយការផ្សព្វផ្សាយក្នុងបណ្ដាញសង្គមនោះឡើយតាមពិតស្ត្រីម្នាក់នេះគាត់ជាជនជាតិអេឡង់ឈ្មោះ Thompson Annabella អាយុ55ឆ្នាំគាត់ស្នាក់នៅក្នុងសណ្ឋាគារខាងលើនោះក្នុងស្ថានភាពស្រវឹងដោយរងចាំចណ្ដាលយន្តយូរពេកក៏ងាកទៅនិយាយជាមួយក្រុមការងារសម្អាងជាភាសាថៃនិងអង់គ្លេសនេះជាការបញ្ជាក់របស់អាយដាមជុនរិនដែលបានអំពាវនាវឲ្យមហាជនឈប់ចែករំលែកករណីខាងលើនេះកុំឲ្យមានការភ័ន្តច្រឡំ